ពុកម៉ែបងប្អូនអើយបើនិយាយពីការដាំដុះស្រូវវិញគឺថាវិធីសាស្ត្រប្លែកពីគ្នាដោយឡែកក្នុងវីដេអូមួយនេះគឺនាងខ្ញុំបានលើកយកវីដេអូមកពីខាងប្រទេសអ្នកជិតខាងយើងគឺខាងប្រទេសថៃបងប្អូននឹងមកមើលការដាំដុះសាបព្រោះស្រូវរបស់គេដំណាក់កាលដំបូងនៃការសាបស្រូវព្រោះស្រូវរបស់គេហ្នឹងគឺមិនមែនធ្វើដូចយើងទេគឺគេសាបស្រូវនៅក្នុងថ្នាលបងប្អូនកូនថ្នាលបណ្ដុះបន្ទាប់ពីថ្នាលបណ្ដុះដល់គ្រប់អាយុរបស់គេហើយគឺគេបេះវាម្ដុំដូចបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងបន្ទាប់ពីបេះម្ដុំមកគឺគេចាប់ផ្ដើមជួររើសដីហើយដីហ្នឹងគឺគេធ្វើឡើងស្អាតណាបងប្អូនគេធ្វើដីរហូតដល់ស្អាតមាត់ខៃហើយមានភក់តិចគឺគេអត់ប្រើទឹកច្រើនដើម្បីយកមកសាបព្រោះស្រូវនឹងទេព្រោះអីកាលណាតាយកទឹកច្រើនមកដាក់នៅវាស្រែកាលណាតាបោះអាស្រូវនឹងទៅគឺវាលិចស្រូវនឹងអស់អញ្ចឹងណាបងប្អូនគឺគេយកស្រូវដែលបានបណ្ដុះនៅក្នុងកូនថ្នាលនឹងរួចហើយគឺគេបេះយកមកគឺគេចាប់ផ្ដើមដើរសាបដើរព្រោះអញ្ចឹងឯងបងប្អូនឃើញនេះគឺលើកកវត្តលើកកវែងអីចឹងណាតាមអំពើចិត្តអីបងប្អូនអើយប្លែកហីទឹកតែឃើញថាការសាបព្រោះស្រូវគឺគេមានច្រើនវិធីច្រើនបែបចឹងណាហើយខ្ញុំក៏អត់ដឹងដែរថាតើការព្រោះស្រូវសាបស្រូវរបៀបនេះគឺវាទទួលទិន្នផលបានបែបណាចឹងណាតើសួរបងប្អូនយើងដែលធ្លាប់ទៅនៅខាងប្រទេសថៃចឹងណាបងប្អូននេះបងប្អូនអើយណែតំណងរបស់គេណាចាប់លឺចឹងណាហើយស្រូវហ្នឹងមកគុំស្រាច់គឺដោយអត់បាក់ស្ទូងទេការព្រោះស្រូវបែបនេះគឺថាគេមិនបាច់ចាំភ្ជួរដើមឬក៏ស្ទូងអីបន្តទៀតទេគឺថាគេព្រោះហើយគឺថាចាំតែទទួលផលស្បះតាជីស្បះតាអីចឹងណាបងប្អូនអស់គ្នាដោយឡែកថ្ងៃនេះនាំពុកម៉ែបងប្អូនមកមើលបងប្អូនខាងប្រទេសជិតខាងយើងមួយទៀតគឺថាមកមើលអាចង្រឹងច្រឹងស្ទូងរបស់គេនេះបងប្អូនអើយយើងធ្លាប់តែស្ទូងសន្ទូងយើងមិនបេះសណាប់នឹងដៃម្ដុំហើយដោតនឹងដៃចឹងមែនទេបងប្អូនដោយឡែកមកមើលវីដេអូហ្នឹងគឺថាសន្ទូងគេហ្នឹងសើមានឈើច្រឹងស្ទូងចឹងណាយីបងប្អូនអើយនិយាយពីការស្ទូងការដកការរើសហ្នឹងគឺថាប្លែកពីគ្នាទៅតាមប្រទេសនីមួយចឹងណាបងប្អូនតែបងប្អូនមើលទៅបើថាវិធីសាស្ត្រណាស្រួលបងប្អូនធ្លាប់ធ្វើហើយក៏ធ្វើទៅប៉ុន្តែវីដេអូហ្នឹងគ្រាន់តែយកមកចែករំលែកចែកជូនពុកម៉ែបងប្អូនបានទេសនាថាការស្ទូងការរើសការដកគឺថាវាមានវិធីសាស្ត្រប្លែកផ្សេងពីគ្នាអញ្ចឹងណាបងប្អូនអើយនេះបើបងប្អូនណាចង់ធ្វើវិធីសាស្ត្រដូចគេអញ្ចឹងបងប្អូនអាចមើលរូបរាងឈើដោតរបស់គេនេះយីណោតំណងរបស់គេដែរណាហើយអត់បាច់អូនស្ទូងអូនដកអីទេបងប្អូនមើលនេះឈោបងប្អូនចង់បានដៃវែងបងប្អូនតដៃឲ្យវែងបន្តិចមកប្លែកនេះបងប្អូនម្យ៉ាងម្នាក់ទេមួយណាស្រួលធ្វើមួយនោះទៅបងប្អូនហើយចំណែកមកមើលត្រាក់ទ័រជីកបន្លាយមួយនេះបងប្អូនគឺបំពាក់ទៅដោយអាផាលជីកបន្លាយហ្នឹងគឺថាងាយស្រួលរបស់គេមើលបងប្អូនដែលកាន់ត្រាក់ទ័របងប្អូនអាចមើលឆ្នៃធ្វើអាដៃជីកនឹងបានបងប្អូនហើយអាដៃជីកហ្នឹងបើថាជីកនឹងដីរឹងភ័យជាមិនអាចទៅរួចទេបើជីកដីភក់ចេះភ័យជាលឿនអញ្ចឹងណាបងប្អូនបើសិនជាមានត្រាក់ទ័រមួយនឹងសម្រាប់ជីកបន្លាយគឺថាងាយស្រួលរបស់គេមួយយ៉ាងដែរសម្រាប់ដំណាំកសិកម្មផ្សេងអញ្ចឹងណាឥឡូវមកមើលវីដេអូមួយទៀតមើលបងប្អូនវីដេអូមួយនេះគឺថាការច្នៃឧបករណ៍ធ្វើស្មៅរបស់បងប្អូនជនជាតិឥណ្ឌារបស់យើងហ្នឹងបងប្អូនណាដែលចង់ច្នៃបងប្អូនអាចមើលរូបរាងវាបានបងប្អូនគ្រាន់តែស្កប់វីដេអូនឹងមើលម្ដងបន្តិចទៅបងប្អូននឹងឃើញរបៀបច្នៃរបស់គេនេះបងប្អូនគឺគេធ្វើអារៀមហ្នឹងគឺថាយើងយកដែកយកអីដែលយើងអាចប្រើប្រាស់បានគឺយកមកច្នៃវាមកបងប្អូនហើយការធ្វើស្មៅរបស់គេនេះតំណងរបស់គេណាបងប្អូនណាបងប្អូនណាដែលចង់ធ្វើឧបករណ៍នេះបងប្អូនមើលទៅគឺថាគេមានបំពាក់ដូចជាផាលគោយន្តប៉ុន្តែគោយន្តហ្នឹងមិនមែនគោយន្តធំទេគឺគោយន្តតូចដើររុញដោយដៃអញ្ចឹងណាបងប្អូនងាយស្រួលក្នុងការធ្វើស្មៅនៅតាមរោងម្ទេសរោងពោតរោងជីរោងអីចឹងណាបងប្អូន
គឺថាផ្លែបោះគេដែរគំនិតច្នៃប្រឌិតរបស់គេហ្នឹងគឺថាចម្លែកផ្លែខុសពីគ្នាអញ្ចឹងណាតម្រូវទៅតាមប្រភេទដីកសិកម្មរបស់គេមួយគឺថាគេធ្វើមិនស្រួលគឺគេច្នៃអញ្ចឹងឯងបងប្អូនឥឡូវនេះមកមើលការដាំដលងរបស់គេបងប្អូនអើយដាំក៏ស្រួលដកក៏ស្រួលកាត់ក៏ស្រួលទៀតនេះមួយយ៉ាងរបស់គេឲ្យដលងគេសិបប្រកបតយោទឹកទៀតបងប្អូនខាងស្រុកយើងដាំដលងមិនដែរបងប្អូនហើយនិយាយពីការដាំដលងវិញមានវិធីសាស្ត្រប្លែកពីគ្នាអញ្ចឹងណាបងប្អូនអើយ